សូមជម្រាបសួរលោកគ្រូសម្រាប់វីដេអូនេះខ្ញុំនឹងបង្ហាញតាក់ទងជាមួយនឹងវិធីសាស្ត្រនៃការដាក់ត្រាចូលនៅក្នុងប្រព័ន្ធរបស់យើងបាទអញ្ចឹងលោកគ្រូបាទអាចពិនិត្យមើលទៅបាទសម្រាប់ត្រារបស់យើងនេះគឺយើងវាយនៅលើกระดาษរាមពណ៌សហើយបាទអញ្ចឹងត្រាសាលាបាទត្រាឈ្មោះហើយហត្ថលេខាប្រធានអង្គភាពបាទក៏ដូចជាហត្ថលេខារបស់លោកគ្រូបាទអញ្ចឹងសូមថត scan ដោយប្រើកម្មវិធី Cam Scanner ទៅបាទអញ្ចឹងបន្ទាប់ពីថតហើយគឺយើងអាចបោះតាមរយៈ Telegram ហើយបាទអញ្ចឹងយើង save មកគឺយើងបានប្រភេទ file បែបហ្នឹងបាទគឺ JPG បាទអញ្ចឹងនេះគឺតកតងជាមួយនឹងការដាក់ត្រាបញ្ចូលនៅក្នុងប្រព័ន្ធលោកគ្រូមិនអាចប្រើ file JPG ចូលទេបាទអញ្ចឹងកាលណាយើងដាក់ចូលទៅគឺវាអាក្រក់មើលវាដាមសងខាងអញ្ចឹងហើយវាអាចនឹងបានលុបទីតាំងណាមួយរបស់ប្រព័ន្ធក៏ថាបានដែរបាទអញ្ចឹងលោកគ្រូបាទអញ្ចឹងយើងរៀបចំហើយយើងឥឡូវនេះគឺខ្ញុំសូម copy file ជា3ទៅដោយសារយើងមាន3ប្រភេទនេះដែរបាទអញ្ចឹងខ្ញុំសូមចុចខ្វែងនៅទីនេះហើយខ្ញុំសូម select ហើយខ្ញុំសូម Ctrl C បាទអញ្ចឹង Ctrl V បាទ Ctrl V បាទអញ្ចឹងយើងយក3ហើយខ្ញុំសូមបើកមកបាទមួយណាមុនគេក៏បានដែរបើកមកខ្ញុំសូមចុច edit បាទបន្ទាប់មកខ្ញុំសូមក្របវាមកបាទអញ្ចឹងលោកគ្រូលៃលោកមកគៀកត្រាទៅបាទអញ្ចឹងយើងដាក់ត្រានៅកណ្ដាលមកបាទអញ្ចឹងដាក់ប៉ុណ្នេះអូខេអញ្ចឹងកន្លែង save option បាទយើងចុចនៅទីនេះមកហើយយើង save មកបាទអញ្ចឹងបានមួយហើយមួយទៀតបាទអញ្ចឹងយើងនឹងយកត្រាឈ្មោះវិញម្ដងបាទចុច edit ដដែលបាទអញ្ចឹងខ្ញុំសូមបាទក្របមកបាទអញ្ចឹងយើងចូលគៀកឈ្មោះបន្តិចទៅលោកគ្រូបាទប៉ុណ្នេះមកបាទអញ្ចឹងគិតថាសមល្មមហើយលោកគ្រូបាទចុចនៅទីនេះមកបាទ save option នេះយើងយក save មកបានហើយបាទអញ្ចឹងយើងសល់មួយទៀតបាទតាក់ទងជាមួយនឹងហត្ថលេខាបាទលោកគ្រូបាទចុចមកបាទអូខេអញ្ចឹងយើងបន្តមកយើងចាប់ទាញម្នេះមកបាទអញ្ចឹងយើងយកប៉ុណ្នេះបាទអញ្ចឹងហត្ថលេខានេះយើងបាទសញ្ញាអញ្ចឹងឲ្យហើយមកហើយយើងយក save option បាទយើងយក save បាទអញ្ចឹងយើងបាន3 file ហើយលោកគ្រូបាទនេះ file 1 2 3ហ្នឹងអញ្ចឹងលោកគ្រូសូមភ្ជាប់អ៊ីនធឺណិតមកបាទយើង connect អ៊ីនធឺណិតឲ្យជាប់មកហើយយើងចូលទៅកាន់បាទ connect អ៊ីនធឺណិតរួចហើយលោកគ្រូសូមចូលមកកាន់ Google Chrome មកហើយសូមចូលមកកាន់បាទ website មួយគឺ remove.bg បាទយើងចុចមកបាទអញ្ចឹងចាំខ្ញុំសរសេរអក្សរធំៗនៅលើហ្នឹងបាទអញ្ចឹងលោកគ្រូឃើញកន្លែង upload image ហើយយើងចុច upload មកហើយបន្តមកបាទអញ្ចឹងវាដល់កន្លែងហ្នឹងបើសិនជាដល់ទេលោកគ្រូបាទសូមចុចកន្លែងហ្នឹងមកបាទ desktop ហើយជ្រើសរើសទីតាំងផ្ទុកឯកសាររបស់យើងហ្នឹងអញ្ចឹងយើងចុចនៅលើត្រានេះសិនទៅបាទអញ្ចឹងយើង open មកបាទអញ្ចឹងបន្តមកវាបាន remove ហើយលោកគ្រូនៅកន្លែង download នេះលោកគ្រូបាទសូមចុចមក click មកហើយយើងយកលើគេមកបាទអញ្ចឹងយើងយក download បាទអូខេអញ្ចឹងយើងបានហើយកន្លែងសញ្ញាបូកនេះលោកគ្រូបាទចុចមកហើយយើងបញ្ចូលមកឥឡូវខ្ញុំចង់បាទបញ្ចូលហត្ថលេខាមុនទៅចោះបាទអញ្ចឹងយក open បាទអញ្ចឹងវាចាប់ដើម remove ហើយចឹងបានជោគជ័យហើយកន្លែង download នេះបាទលោកគ្រូបាទសូមយក free លើគេហ្នឹងទៅបាទសារតែយើងខ្ជិលប្រើបងលុយបាទអញ្ចឹងយើងចុចបូកមួយទៀតបាទអញ្ចឹងខ្ញុំសូមយកបាទត្រាឈ្មោះបាទសូមរងចាំបន្តិចលោកគ្រូបាទតែខ្ញុំសូមបញ្ជាក់ផងដែរថាបើសិនជាលោកគ្រូចេះ Photoshop បាទក៏យើងប្រើប្រាស់ទៅតែបើអត់ចេះទេយើងប្រើប្រាស់ដោយវិធីសាស្ត្រហ្នឹងទៅបាទវាមិនខុសគ្នាអីណាស់ទេបាទហើយវាលឿនទៀតផងបាទបើសិនជាលោកគ្រូមិនជំនាញប្រើប្រាស់ Photoshop បាទអញ្ចឹងបានហើយខ្ញុំសូមបិទ website ហ្នឹងបាទអញ្ចឹងនេះគឺជា file ដើមរបស់យើងហ្នឹងបាទយើងជាមួយយើងទៅមើល file របស់យើងដែលទាញយកមិញនៅក្នុង disk PC បាទហើយខ្ញុំសូមចូលមកកាន់ download បាទអញ្ចឹងយើងបាន file ទាំង3នេះហើយបាទ1 2 3នេះហើយខ្ញុំសូមកាត់ file ទាំង3នេះបាទដាក់បញ្ចូលគ្នាបាទដាក់ក្បែរគ្នាតែម្ដងមកលោកគ្រូបាទអញ្ចឹងយើងអាចទៅពិនិត្យបានបាទអញ្ចឹងតាក់ទងជាមួយនឹងត្រានេះបាទ file ដើមលោកគ្រូនឹងឃើញនេះកន្លែងស
កលឹងជុំវិញហ្នឹងហើយប្រភេទ file នេះកាលណាយើងដាក់បញ្ចូលនៅក្នុងប្រព័ន្ធរបស់យើងទៅនឹងលុបគេលុបឯងហើយបាទអញ្ចឹងសូមកុំប្រើប្រាស់អីបាទអញ្ចឹងយើងទៅមើល file ដែលយើងបាន remove មិញហ្នឹងបាទនេះបាទអញ្ចឹងនឹងឃើញថាអត់មានពណ៌សបាទជុំវិញទេបាទអញ្ចឹង remove បានដាច់ស្អាតហើយបាននេះសតទៅនេះទេហើយខ្ញុំសូមលុបបាទ file ដើមចោលតែម្ដងទៅបាទដើម្បីកុំឲ្យមកសៅទៀតបាទអូខេអញ្ចឹងយើងប្រើ file នេះបាទជាក់ស្ដែងលោកគ្រូនឹងឃើញហើយតាក់ទងជាមួយនឹងហត្ថលេខាគឺអត់សូវដិតប៉ុន្មានទេអញ្ចឹងយើងទៅកែប្រែដោយប្រើកម្មវិធី PowerPoint បាទអញ្ចឹងខ្ញុំសូមចូលមកកាន់ PowerPoint របស់ខ្ញុំហើយនៅទីនេះគឺបាទខ្ញុំសូមបញ្ចូល file មិញមកបាទយើងចុច picture បាទអញ្ចឹង this device មកហើយខ្ញុំសូមយកបាទអូខេនៅក្នុងនេះមកបាទ desktop ហើយកន្លែងនេះបាទអូខេកន្លែង folder 2នេះអញ្ចឹងខ្ញុំនឹងបញ្ចូល file នឹងទាំងអស់តែម្ដងមក select ទាំងអស់មកបាទយើងចុច insert បាទអញ្ចឹងលោកគ្រូសូមមើលទៅផាន់ភាគតាក់ទងជាមួយនឹងត្រាបើសិនជា stir ពោអីក្តីណាឬក៏តូចអីវាមើលទៅដូចមិនសមសួរលោកគ្រូបាទសូមចុចបាទពង្រីកវាលៃលោកឲ្យហើយទៅបើសិនជារឿងប៉ែលអីយើងសេរីតាមនឹងមកបាទអញ្ចឹងបន្ទាប់មកកន្លែងនេះលោកគ្រូបាទសូមចុចបាទ picture format នេះហើយយើងចុចកន្លែងពលឺនេះតិចមកហើយយើងសេរីពលឺមកបាទអញ្ចឹងនេះគឺពណ៌រាងកម្ៅបាទឈាមជ្រូកលោកគ្រូអាចសេរីយកពណ៌ក្រហមមកបាទអញ្ចឹងបាទលៃលោកមកសមស្គួនមកឥឡូវឧទាហរណ៍ថាខ្ញុំយកពណ៌ហ្នឹងបាទហើយបន្តមកទៀតតាក់ទងជាមួយនឹងត្រាឈ្មោះបាទត្រាឈ្មោះក៏ធ្វើដូចគ្នាដែរបាទបើសិនជាលោកគ្រូឃើញថាដូចជាអត់សូវក្រហមទេយើងអាចតម្លើងមកបានបាទអូខេអញ្ចឹងប៉ុណ្្នឹងទៅបាទអញ្ចឹងបើក្រាស់ល្មមហើយយើងយកប៉ុណ្្នឹងទៅបាទអញ្ចឹងតាក់ទងជាមួយនឹងហត្ថលេខាវិញម្ដងលោកគ្រូបាទអញ្ចឹងឃើញពណ៌ដូចជារឿងមិនសូវដូចទឹកបិចទេអញ្ចឹងលោកគ្រូគ្រាន់ចុចលើវាមកហើយ picture format ហើយកន្លែង color នេះបាទកន្លែងពណ៌នេះលោកគ្រូអាចបន្ថែមទៅឃើញរឿងខៀវហើយបាទឃើញប៉ុណ្្នឹងបាទប៉ុណ្្នឹងមកប៉ុន្តែលោកគ្រូឃើញថាវាស្ដើងនៅពេលដែលលោកគ្រូបញ្ចូលនៅក្នុងប្រព័ន្ធរបស់យើងទៅស្ដើងណាបាទនៅពេល print ចេញទៅដូចជាមិនវាស្ទើរលោកគ្រូបាទអញ្ចឹងឥឡូវនេះខ្ញុំសូមពង្រីកឲ្យធំតិចទៅបាទអញ្ចឹងកាលណាដែលស្ទើរបែបហ្នឹងគឺលោកគ្រូគ្រាន់ចុចលើវាមកហើយយើង control C បាទ control V បាទអញ្ចឹងយើង copy វាជា2បន្ទាប់មកលោកគ្រូបាទរំកិលវាបាទលៃលោកមកបាទអញ្ចឹងកុំឲ្យវាស៊ីគ្នាខ្លាំងពេកយើងដាក់មកល្មមមកបាទអញ្ចឹងប៉ុណ្នេះទៅរៀងក្រាស់បន្តិចហើយបាទអញ្ចឹងប៉ុណ្នេះលោកគ្រូបាទអញ្ចឹងយើងមើលទៅរៀងក្រាស់ជាងពីមុនហើយអញ្ចឹងនៅពេលគ្រូទាញចេញឃើញនឹងស្ដើងហើយបាទអញ្ចឹងប៉ុណ្ណឹងតែបើ2ជាន់ហើយនៅតែស្ដើងទៀតលោកគ្រូអាចបន្ថែមដល់3ជាន់ហើយបាទ control V មួយទៀតមកហើយខ្ញុំសូមដាក់មួយជាន់ទៀតមកបាទអញ្ចឹង3ជាន់អញ្ចឹងរៀងក្រាស់ខំមកឲ្យប៉ុណ្ណឹងបាទអញ្ចឹងបើត្រាក៏ដូចគ្នាដែរបើគិតថា stir គឺយើងដាក់ទៅបាទដាក់ copy ដាក់2ជាន់មកបាទ control C control V មកបាទអញ្ចឹងយើងដាក់2ជាន់មកយើងកិលបន្តិចមកកុំឲ្យវាជាន់គ្នាពេកបាទអញ្ចឹងប៉ុណ្្នឹងទៅគឺយើងឃើញរឿងក្រាស់ហើយបាទអញ្ចឹងតើតើជាមួយនឹងត្រាឈ្មោះបើសិនជាល្មមហើយយើងចូលប៉ុណ្្នឹងទៅបាទអញ្ចឹងត្រាសាលាសិនយើងកែប្រែរួចហើយអញ្ចឹងខ្ញុំចង់ឲ្យលោកគ្រូគឺគ្រប់ file ហ្នឹងបាទយើងចុចមកឆ្វេងចុះហើយអូសមកបាទ select លើវាអញ្ចឹងមកហើយយើងចុចមកស្ដាំហើយយើងគ្រប់បាទយើងគ្រប់ប៉ុណ្្នឹងទៅអញ្ចឹង file ទាំងពីរហ្នឹងគឺវាបាទនៅពីលើគ្នាហើយអញ្ចឹងយើងចុចមកស្ដាំមកហើយបន្ទាប់មកលោកគ្រូសូមចុច save as picture បាទអញ្ចឹងខ្ញុំសូមដាក់នៅទីតាំងជាមួយគ្នាទៅចុះបាទអញ្ចឹងនៅ desktop ហើយ folder 2ហើយខ្ញុំសូមដាក់លេខ1ទៅចុះបាទអូខេអញ្ចឹងខ្ញុំសូមចុច save បាទអញ្ចឹងបានហើយអញ្ចឹងតាក់ទងជាមួយនឹងហត្ថលេខាក៏ដូចគ្នាដែរលោកគ្រូ select វាអញ្ចឹងមកបាទអញ្ចឹងចុចមកស្ដាំតមកយើងគ្រប់មកអូខេអញ្ចឹងយើងចុចមកស្ដាំទៀតយើង save as picture ហើយបន្តមកទៀតខ្ញុំសូមដាក់លេខ2បាទនៅជាមួយគ្នាទៅអូខេប៉ុណ្នេះហើយជាមួយនឹងត្រាឈ្មោះក៏ដូចគ្នាដែរយើងចុចមកស្ដាំមកហើយ save as picture ហើយបន្តមកខ្ញុំសូមដាក់លេខ3អូខេអញ្ចឹងខ្ញុំសូមចុច save បាទអញ្ចឹងយើងបានហើយបាទប៉ុណ្្នឹងទៅហើយខ្ញុំសូមចុចចេញបាទអញ្ចឹងលោកគ្រូអាចពិនិត្យមើលភិនភាគផ្ទាល់តែម្ដងទៅយើងប្រៀបធៀបបាទអញ្ចឹងឃើញកន្លែងនេះរាងក្រហមហើយកន្លែងនេះអត់សូវក្រហមទេបាទអញ្ចឹងរាងកម្ៅអញ្ចឹងបើសិនជាយើងអត់ត្រូវប្រើទេយើងលុបចោលទៅបាទយើង remove រួចអញ្ចឹង
ត្រាឈ្មោះក៏ដូចគ្នាដែរបាទកន្លែងនេះយើងក្រហមហើយកន្លែងនេះអត់សូវតែយើងយកមួយណាក៏យកទៅបាទអញ្ចឹងបើស្រឡាញ់មួយណាយកមួយហ្នឹងទៅឥឡូវខ្ញុំថាខ្ញុំយកមួយនេះហើយខ្ញុំសូមលុបមួយនេះបាទអញ្ចឹងលើគ្រឿងគ្រូពិនិត្យមើលទៀតទៅតាក់ទងជាមួយនឹងហត្ថលេខាបាទអញ្ចឹងនេះរឿងស្ទើហើយកន្លែងនេះរឿងក្រាស់ហើយពណ៌ខៀវទៀតអញ្ចឹងយើងយកមួយនេះទៅហើយមួយនេះយើងលុបចោលមកបាទអញ្ចឹងឥឡូវនេះគឺយើងបានហើយតាក់ទងជាមួយនឹងប្រព័ន្ធឥឡូវយើងបើកប្រព័ន្ធរបស់យើងមកបាទបើកប្រព័ន្ធទៅអូខេបាទបន្ទាប់ពីបានជោគជ័យហើយលោកគ្រូចង់ដាក់បាទត្រាហ្នឹងនៅកន្លែងណាឧទាហរណ៍តាក់ទងជាមួយនឹងបំណិនសម្បទាទៅចាស់បាទខ្ញុំសូមចូលយកបំណិនសម្បទាហើយខ្ញុំសូមយកតម្រងនេះមកបាទចឹងហើយយើងឃើញហើយនេះតាក់ទងជាមួយនឹងសម្បទាភាសាហើយយើងរំកិលមកក្រោមមកបាទកន្លែងពណ៌សនេះយើងចុចមកคลิกមកហើយយើងបញ្ចូលបាទត្រាឈ្មោះបាទចុចមកអូខេចឹងខ្ញុំសូមចុចបាទ desktop ហើយកន្លែង folder 2ហើយខ្ញុំសូមបញ្ចូលត្រាមកបាទអូខេចឹងប៉ុណ្នេះបាទចឹងយើងលៃលោកវាទាំងធំតិចមកបាទមើលសមមកល្មមមកលោកគ្រូលៃលោកខ្លួនឯងទៅបាទប៉ុណ្នេះបានហើយបាទយើងចុចនៅទីនេះទៀតបាទពណ៌សនេះយើងបញ្ចូលមកឧទាហរណ៍ថាហត្ថលេខាគ្រូទុកតាបាទចឹងយើងចុចប៉ុណ្ណឹងបាទអូខេចឹងយើងទាញដាក់មកបាទប៉ុណ្នេះរួចបាត់ហើយបាទចឹងនៅតែត្រាឈ្មោះទៀតយើងធ្វើបែបហ្នឹងទៅបាទហត្ថលេខាប្រកបទៀតសូមធ្វើបែបហ្នឹងមកបាទអញ្ចឹងតែប៉ុណ្្នឹងទេលោកគ្រូតាក់ទងជាមួយនឹងការរៀបចំ file ត្រាសាលាបាទត្រាឈ្មោះក៏ដូចជាហត្ថលេខាហ្នឹងគឺយើងធ្វើបែបហ្នឹងបាទអរគុណច្រើនលោកគ្រូសម្រាប់ការទស្សនាវីដេអូនេះបាទសូមជម្រាបលា